ខ្ញុំខំប្រថុយជីវិតនៅទីនេះឯងនៅគិតតែរឿងស៊ីទៀតមកពីឯងទាំងអស់បើខ្ញុំមិនរស់ឯងក៏កុំសង្ឃឹមថារស់ដែរមិនមែនទេដឹងឬមួយឯងខ្លាចជាបិសាចទៅហើយបងទី2បើឯងស្ដាប់ខ្ញុំបានជួយមកក្បាលបន្តិចច្រើនម្លេះបើពួកឯងអយុធធម៌មុនកុំបន្ទោសខ្ញុំថាចិត្តដាច់ចប់ហើយលើកនេះប្រហែលត្រូវចាប់ជាថ្មីទៀតហើយច្បាស់ជាឈឺជាងគ្រោះថ្នាក់ឡើងទៀតបងទី2មិនអន់ទេឃើញថាឯងមានគុណសម្បត្តិថ្ងៃនេះខ្ញុំលែងឯងត្រឡប់ទៅវិញចុះទៅកន្លែងអស្ចារ្យរបស់ឯងទៅអូហូនៅមិនព្រមទៅទៀតក្រាស់ដូចស្បែកមុខធ្លាប់ឃើញតែឆ្មាឆ្កែដែលមិនព្រមទៅមិនដែលឃើញជ្រូកព្រៃដែលមិនព្រមទៅមែនទេតាមចិត្តឯងចុះចង់ធ្វើអីក៏ធ្វើទៅខ្ញុំមិនខ្វល់ទៀតទេយិនសិននេះជាយិនសិនប៉ុនដៃក្មេងបែបនេះច្បាស់ជាមានលៀបធំហើយ3000យន់របស់ខ្ញុំប្រញាប់ប្រឡែងមកទៅលោកឲ្យមើលចុះខ្ញុំមានភ្នែកមែនទេហើយនៅមានឯងម្នាក់ទៀតអាចជ្រូកងាប់កុំសង្ឃឹមថាអាចរត់រួចសន្យាថា7ថ្ងៃនេះចូលថ្ងៃទី9ហើយតើបានឬមិនបានទៅប្រហែលជាវង្វេងក្នុងព្រៃចេញមិនរួចទេមើលទៅមិនប្រកាសទេប្រហែលត្រូវចោលហែកស៊ីបាត់ហើយយ៉ាងណាក៏មិនត្រឡប់មកវិញដែរបងប្អូនត្រកូលលីនបើគេមិនមកវិញគឺជារឿងល្អភូមិយើងបានបាត់មនុស្សចង្រៃម្នាក់ប៉ុន្តែខ្ញុំនៅតែល្អណាស់ហើយគេនឹងត្រឡប់មកវិញដែលយន្តឲ្យយើងថាចង់ដណ្ដឹងប្រពន្ធឲ្យកូនចោះទេហើយខ្ញុំមិនដែលឃើញលីនហ្វុងធ្លាប់ធ្វើការអីដែរឬក៏ទៅបបាញ់បើវាស្លាប់យើងមិនដេញផូស៊ីលេនទៅយកមកអត់ទៅហាហាហ៊ាននិយាយទៀតបើលេនវែងស្លាប់ខ្ញុំមិនលើកលែងឲ្យពួកឯងទេយកទេគាត់ត្រូវនាំខ្ញុំទៅមើលជំងឺលេនលើខ្ញុំមកយកកាំភ្លើងឯងជូតឲ្យស្អាតរួចហុចមកឲ្យខ្ញុំជាហ្វេងឯងមិនទាន់ស្លាប់ទេអីរបស់ទាំងនេះឯងជាអ្នកបបាញ់បានទាំងអស់មែនទេឡៃវែងឯងអូសវាមកដោយរបៀបណាតើឯងនៅជាមនុស្សទេខ្ញុំមានកម្លាំងខ្លាំងពីកំណើតថាឯងមិនដឹងត្រូវមួយដៃខ្ញុំក៏យំដែរជាហ្វេងឯងនេះស៊ីមិនអស់ទេចែកពួកយើងខ្លះទៅមែនហើយបន្តិចទៅសាច់ច្រើនបែបនេះគង់តែសល់ទេកុំបង្អង់យូរជាហ្វេងតោះយើងត្រឡប់ទៅផ្ទះមែនហើយជាហ្វេងតោះទៅអ្នកណាហ៊ានដណ្ដើមបញ្ចេញចរិតកាច់មកពូទី2ពូទី3ចាំបន្តិចខ្ញុំរកជំនួយសិនមិនមែនថាអូសម្នាក់ឯងទេអីខ្ញុំនិយាយថាជំនួយតែមិនមែនជាមនុស្សទេជ្រូកព្រៃធំណាស់រត់លឿនជ្រូកព្រៃនេះកាត់ចេញពីពូឆ្កែមែនទេមិនក៏ដូចឆ្កែម្លេះតោះពួកយើងទៅផ្ទះប្រពន្ធសម្លាញ់បងមកវិញហើយនឹកបងទេច្បាស់ជានឹកហើយគេងមិនលក់មែនទេទើបឃើញអូនចាំនៅក្បាលបងរហូតគេងមិនលក់ព្រោះយើងមិនទាន់បានផ្សំដំណេកបងយល់ពីអូនលីវទៅឡើងទ្រាំបានយ៉ាងច្រើន6ទៅបងប្អូនអត់ជាការបារម្ភទៀតហើយសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាឡើងគីឡូគាំងគីឡូផលគ្រប់វិធីអស់ហើយតែនៅតែអត់ស្រួលហ្នឹងណាមកញ៉ាំជាមួយនឹងវីតាមីនសម្រក់ស៊ូជីមកបងប្អូនដែលញ៉ាំជាមួយនឹងវីតាមីនស៊ូជីហើយបាច់ច្បាច់ទៅតមអាហារបាច់ច្បាច់ហាត់ប្រាណអីទេគឺជួយឲ្យស្រកចន្លោះពី3ទៅ6គីឡូក្នុងមួយកំប៉ុងដោយមិនតមអាហារដោយមិនហាត់ប្រាណព្រោះថាវីតាមីនស៊ូជីគឺមានឯកទេសល្អមែនតើដុតជាតិខ្លាញ់អាក្រក់ដែលមាននៅក្នុងខ្លួនមួយតួខ្លួនតែម្ដងព្រោះវីតាមីនស៊ូជីមិនញ៉ាំបានតែបងប្អូនដែលចង់សម្រក់គីឡូទេសម្រាប់បងប្អូនដែលចង់ថែរក្សារាងឲ្យនៅថេរអីហ្នឹងក៏ញ៉ាំជាមួយនឹងវីតាមីនសម្រក់ស៊ូជីបានដែរធានាថាឲ្យតែញ៉ាំហើយគឺជួយឲ្យស្រកពិតស្រកដល់គោលដៅស្រកដូចអ្វីដែលបងប្អូនចង់បានជាពិសេសគឺស្រកដោយមិនធ្វើទុកដោយមិនរាករូសមិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃសម្រាប់វីតាមីនសម្រក់ស៊ូជីទាំងគុណភាពទាំងស្តង់ដារអនាម័យខ្ពស់បងប្អូនអាចទិញយកទៅញ៉ាំបានដោយទំនុកចិត្តទៅ7ថ្ងៃនេះទី9ហើយនាងហើយមិនរកមនុស្សរកប្រពន្ធទេចិត្តដាច់ពុះស្លាប់ហើយចាំទទួលខ្ញុំទៀតក្លាហានណាស់ចាំបន្តិចខ្ញុំនឹងសរសាច់ឲ្យឯងញ៉ាំ
អញមើលចុះរោគយិនសិនមិនឃើញទេតែបារបោះឆ្ងាញ់វិញរកឃើញត្រឹមត្រូវចេញឲ្យឆ្ងាយពីខ្ញុំបន្តិចទឹកមាត់ហៀលើសាច់អស់ហើយទៅរោគយិនសិនបន្តទៅបារមិនឃើញខ្ញុំនឹងស៊ីឯងសំបីសាច់ជ្រូកព្រៃក៏អញស៊ីដែរតើអញនៅជាមនុស្សទេមិនមែនទេឯងពិតជាមិនមែនមនុស្សមែនតែអញមិនគួរធ្វើបាបសាច់ញាតិអញទេមុខជ្រូកមុខឆ្កែបែបនេះមិនឆ្លាស់ឲ្យអស់ហើយបាននោះខ្ញុំគួរសំដែងគូសត្រូវស្នេហ៍ហៅតាមពិតជាបំណុលស្នេហ៍សោះខ្ញុំចូលចិត្តណាស់ឯងសម្រុកទៅចាំខ្ញុំបង្កប់ខ្លួន29មិនក៏អញត្រឡប់មកវិញឯងនេះពិតជាសិស្សច្បងទី2រត់ទៅណាមិនរត់បែរជារត់មករកខ្ញុំបើខ្ញុំរស់ខ្ញុំនឹងច្របាច់កែងសើយកសាច់ស៊ីល្អណាស់សិស្សច្បងប្រាប់ថារោគយិនសិនបែរជារោគបងធំឲ្យខ្ញុំស្ទើរតែហោះបាត់ហើយលើកនេះត្រូវហើយថាហើយតាមពិតពួកគេធ្វើឲ្យកូនខ្លាឃ្មុំរបួសសោះធ្វើឲ្យមេខ្លាឃ្មុំខឹងខ្លាំងមេខ្លាឃ្មុំឈួតមិនស្គាល់បងប្អូនទេលើកនេះសេះហើយត្រូវហើយខ្ញុំមានរឿងជាមួយពួកគេមែនតែជីវិតមនុស្សសំខាន់មិនអាចឈោមមើលបានទេសិស្សបងទី2អញសុំចូលកុំឲ្យវាទេសស្លាប់ឲ្យសោះអញពិតជាមិត្តរួមក្រុមដូចជ្រូកមែនខ្ញុំឲ្យអញក្រឡាទៅក្រោយខ្មុំឲ្យឆ្ងាយពីក្រោយហើយនៅតែគ្មានអារម្មណ៍ល្អឲ្យងាប់ចុះបើខ្ញុំជឿអញទៀតជាតិក្រោយសុំឲ្យកាត់ជាជ្រូកពុកគឺលិនវិញនឹងជ្រូកគេយកកំភ្លើងទៅតាមខ្ញុំដេញតាមគេជួយជីវិតយើងកុំកំសាកមានអីនិយាយគ្នាកុំប្រើដៃកុំប្រើជើងម្យ៉ាងកូនឯងមិនមែនខ្ញុំបុកទេជំពាក់អ្នកណាទៅរកអ្នកនឹងដេញតាមខ្ញុំធ្វើអីខ្ពស់បែបនេះធ្លាក់ទៅងាប់ហើយចាំមើលនោះជាអីវ៉ាវមានបានហើយលើកនេះលិនវិញឯងមិនអីទេហេសំណាងហើយបានថ្ងៃក្រោយត្រូវការពួកយើងឪពុកកូននិយាយមកគុំគួសមអីខ្លះខ្ញុំធ្លាក់ទៅងាប់ហើយខ្ញុំថែមទាំងឃើញដុសសិតលីងជាទៀតចែកគ្រូសាលេងយើងមិនលុបខ្លួនទ្រព្យឲ្យអ្នកដទៃទេឯងជួយជីវិតពួកយើងរបស់នេះជារបស់អញហើយបើអីចឹងខ្ញុំទទួលយកហើយតោះទៅចាត់ការខ្លះរួចចុះពីលើភ្នំហើយលោកម្ចាស់ហ៊ីចេញមកលោកម្ចាស់ហ៊ីមិនមែនចង់ជួបក៏បានជួបទេចេញទៅនរណាហ៊ានមកបង្កបញ្ហានៅទីនេះហាគឺខ្ញុំទេលោកបងហេយ៉ានថ្ងៃនេះមិនលេងល្បាញទេហើយទីហ៊ានចាស់ម្នាក់នោះប្រញាប់ឡើងហេយ៉ានបើអញរត់ទៀតខ្ញុំនឹងឲ្យឯងងឹតស្លុបបែបនេះបងក៏ចាស់ហើយភ្នែកមើលមិនសូវច្បាស់ទើបមើលមិនស្គាល់ថាជាឯងលើកនេះមានរបស់ល្អអីទៀតលោកម្ចាស់ហ៊ីនេះឯងមិនស្មោះត្រង់សោះលើកមុនមានមណ្ឌតនិងសណ្ដែកដីមិនលើកនេះមានតែខ្យល់តែឲ្យល្អមើលស្អីចង់បានអីវ៉ាន់អេរីយ៉ាប្រញាប់ទៅរៀបចំស្រានឹងម្ហូបល្អមកទទួលប្អូនប្រុសបើលើកនេះគ្មានរបស់ល្អទេកុំបន្ទោសបងឲ្យសោះបើនិយាយពីរឿងវីតបគឺប្អូនមិនដែរខ្លាចទេតែខ្ញុំមកទីនេះគឺមានរបស់ល្អជូនលោកហេនិងលោកយ៉េងសុំលោកមើលចុះបងប្រុសសមត្ថភាពមិនធម្មតាទេបងតែងតែចូលចិត្តរាប់អានអ្នកក្លាហាននិងមានចំណេះដឹងយប់នេះពន្លឺព្រះច័ន្ទល្អណាស់ពួកយើងស្បាត់ជាបងប្អូនទៅគុំសិនលោកហេរបស់ទាំងនេះខ្ញុំយក5000បងប្អូនឯងសាហាវពេកហើយពួកយើងសុទ្ធតែអ្នករកស៊ីតាមភ្នំយិនសិននេះមិនទាន់គ្រប់ឆ្នាំទេលោកហេខ្ញុំនិងលោកគ្រូលេងនេះមានប្រភពទំនិញមិនចេះដាច់បើលោកថាថ្លៃពេកលោកអាចឲ្យតម្លៃមកខ្ញុំមិនថ្លៃទេអញ្ចឹងយិនសិន3800និងលីងជឿ1500ត្រូវតែយកតែមានបញ្ហាទេពូលេងនេះជូនពូបើពូហ៊ានសង្វិញពួកយើងដាច់គ្នាផ្លូវអ្នកណាផ្លូវវាខ្ញុំនិយាយមែនល្អប្រាក់និងបានទាំងនេះខ្ញុំទទួលយកទាំងអស់ជីវិតគ្រួសារខ្ញុំទាំងមូលគឺប្អូនជាអ្នកជួយទៅថ្ងៃមុខពួកយើងស្ដាប់តាមប្អូនទាំងអស់អ្នកមកហើយធ្វើខ្លួនឲ្យសមរងអបន្តិចមនុស្សច្រើនណាស់ទីបំផុតថត់បន្តិចហើយតែស្ដាយគ្មានលុយគ្មានកូនគឺមិនតញោចុះបើមានកូនទៅថ្ងៃក្រោយគិតម៉េចអ្នកណាព្រមបង្កើតកូនឲ្យបងហើយប្រញាប់ដាក់ខ្ញុំ